ស្ដីនៅទាំងអស់គ្នាចង់មិន vocal ពីបែបនេះឃើញអូនភ្លាមបេះដូងបងស៊ីងមើលមកអូនមានតែពណ៌ភី No, no, no. ទៅកាន់បែបនេះមែនអត់ឃើញអូនភ្លាមបេះដូងបងស៊ីងមើលមកអូនមានតែពណ៌ភី Perfect អូខេឥឡូវអត់ចាំយូរទេខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាហ្មងទៅដំបូងគឺពួកយើងប្រើនៅក្នុងកម្មវិធី BandLab អ្នកទាំងអស់គ្នាអាចប្រើវានៅក្នុងទូរស័ព្ទក៏បានឬនៅក្នុងកុំព្យូទ័រក៏បានដែរសម្រាប់ខ្ញុំគឺប្រើទាំងពីរគឺទូរស័ព្ទក៏បានកុំព្យូទ័រក៏បានហើយជាដំបូងពួកយើងត្រូវមាននេះយើងត្រូវប្រើ Auto Tune ដែលនៅទីនេះគេហៅ Auto Pitch Auto Tune បើសិនបើអ្នកទាំងអស់គ្នាច្រៀងបែប rap ឬញាប់អ្នកទាំងអស់គ្នាអាចបើក100បានប៉ុន្តែបើអ្នកទាំងអស់គ្នាច្រៀងបែប song demand ឧបមាថាមួយយឺតៗចឹងអ្នកទាំងអស់គ្នាបើកត្រឹម50ទៅ60បានហើយសម្រាប់ខ្ញុំគឺបើក100បើមិន100គឺ90 95អញ្ចឹងណាជំហានបន្ទាប់គឺយើងត្រូវមាន preset នឹងមានថា plug in យើងត្រូវមាន plug in ដំបូងគឺយើងអ្នកទាំងអស់គ្នាគឺត្រូវរៀនដាក់ plug in សិនសម្រាប់ខ្ញុំគឺខ្ញុំដាក់វាដើម្បីធ្វើជា preset ខ្លួនឯងដោយសារខ្ញុំបានធ្វើវា high ហើយអ្នកទាំងអស់គ្នាក៏អាច copy តាមខ្ញុំបានដែរនេះគឺជា noise gen មានន័យថាវាកាត់ noise អំពី vocal របស់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាក៏ត្រូវមាន vocal ដែរអ្នកទាំងអស់គ្នាត្រូវ record អ្នកទាំងអស់គ្នា record នៅទូរស័ព្ទក៏បានឬក៏មាន sound card មាន micro ក៏បានដែរអូខេឥឡូវយើងមកមើល plug in យើងវិញយើងមាន noise gen 1ហើយ desert 1អានេះធ្វើកាត់ឈឺអានេះគឺជា EQ មានន័យថាវាកែសំឡេងយើងទៅតាមអីដែលយើងចង់បានឧបមាថាសំឡេងយើងស្រាលយើងចង់បានធ្ងន់អញ្ចឹងយើងអានេះឡើងអញ្ចឹងទៅអានេះបាក់អីចឹងណាអានេះខ្ញុំដាក់វាត្រឹម7ដោយសារសំឡេងខ្ញុំវាយើងអាចកែតាមសំឡេងយើងបានអូខេអានេះគឺជា echo filter echo មានន័យថាឡងដូច delay អញ្ចឹងប៉ុន្តែវារៀង low ជាង delay វានេះអានេះគឺជាទប់សំឡេងយើងកុំឲ្យវាឡើងខ្ពស់ពេកកុំឲ្យវាទាបពេកន័យថាយើងអាចដាក់ limit ក៏បាន compress ក៏បានដែរនេះគឺជា limiter មួយទៀតដើម្បីយើងទប់វាកុំឲ្យវាអត់ស្មើគ្នាអានេះគឺជា reverb ខ្ញុំដាក់អានេះឲ្យវាលឺទៅលយអានេះយើងដាក់ឲ្យវារត់ឆ្វេងស្ដាំកុំឲ្យវាសលេងវានៅកណ្ដាលក្បាលយើងពេកមិនថាយើងស្ដាប់ទៅវាអត់លយទេស្ដាប់ទៅវាចាប់យកមកនៅកណ្ដាលក្បាលចាក់តិចនេះជា reverb មួយទៀតដាក់ឲ្យវាលាន់ពីរោះនេះគឺជា vocal enchant មានន័យថាវាធ្វើឲ្យ vocal យើងរៀងដាច់ស្អាតជាងមុនអញ្ចឹងណាអូខេអានេះយើងដាក់មក10ទេដោយសារយើងអត់ប្រើ Pro ចុះឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាពីបែបនេះឃើញអូនភ្លាមបេះដូងបងស៊ីងមើលមកអូនមានតែពណ៌ភីអូខេទៅកាន់ vocal បែបនេះឃើញអូនភ្លាមបេះដូងបងស៊ីងមើលមកអូនមានតែពណ៌ភី Nice ការ set up vocal របស់ខ្ញុំបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអ្វីពាក់ព័ន្ធនឹងការ mix vocal ឬក៏ពាក់ព័ន្ធនឹងការរៀនពី BandLab អ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូបង្រៀនបន្ថែមទៀតអញ្ចឹងវីដេអូហ្នឹងអស់ត្រឹមហ្នឹងហើយបាយបាយ